បាទសូមគោរពជំរាបសួរបងប្អូនពូមីទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយសម្រាប់ចែកជូនបងប្អូនអស់គ្នាមានចំណេះដឹងតិចតួចសម្រាប់ចែកជូនបងប្អូនទាំងអស់គ្នាពីរបៀបយើងចូលបិទពាណិជ្ជកម្មក្នុង Facebook ឧទាហរណ៍យើងមើលទៅវីដេអូសុកទៅវាលោតពាណិជ្ជកម្មញ៉ៃទៅលើវីដេអូរបស់យើងកំពុងជក់មើលអញ្ចឹងណាឬក៏យើងមើលអានព័ត៌មានឬក៏យើងមើលវីដេអូណាមួយឬក៏ដូចជាចម្រៀងដូចជាយើងមើលរឿងទៅហើយមិនទាន់ដាច់ពាក្យផងវាលោតពាណិជ្ជកម្មដូចជារំខានយើងកំពុងមើលថ្ងៃនេះខ្ញុំមានវីដេអូនេះចែកជូនបងប្អូនទាំងអស់គ្នាចំពោះអ្នកថ្មីដែលមិនទាន់ចេះមិនទាន់យល់អាចមើលវីដេអូខ្ញុំមួយនេះបានណាហ្នឹងហើយបាទបងប្អូនចូលក្នុង Facebook យើងមកដែលយើងមាន Facebook ដែលប្រើរាល់ថ្ងៃហើយតាមពិតដល់បងប្អូនមាន Facebook តែគ្រប់គ្នាណាបាទហើយយើងចុចចូលក្នុង Facebook យើងមកបានហើយបងប្អូនចូលក្នុងរូបរបស់យើងរូប profile ទូចមួយនេះបាទហើយបងប្អូនចុចកន្លែងត្រេក3នៅខាងលើនេះបងប្អូនចំណាំមើលតាមហ៊ីងស្អល់នេះហើយបងប្អូន scroll មកឡើងមកលើមកយើងចុចចូលកន្លែងការកំណត់បងប្អូនបាទពេលខ្ញុំអត់សូវចេះអានអក្សរដែរបងប្អូនមើលតាមដៃរបស់ខ្ញុំមកហើយបងប្អូនចុចកន្លែងនេះការកំណត់ម្ដងទៀតនៅខាងលើគេទាំងអស់នេះចុចលើទៀតមកហើយបងប្អូនចុចកន្លែងនេះកន្លែងអក្សរនេះបងប្អូនណាខ្ញុំអត់សូវចេះអានទេចូលអធិស្ឋានផងចូលគណនីនេះហើយបងប្អូន scroll មកលើតិចមកយើងឃើញនេះដូចរូប microphone នេះចំណូលចិត្តពាណិជ្ជកម្មអញ្ចឹងណាបាទបងប្អូនចុចទៅនឹងមួយមកហើយបងប្អូនចុចកន្លែងនេះគេគ្រប់គ្រងព័ត៌មាននេះចុចទៅនឹងមួយមកហើយបងប្អូន scroll មកលើមកបងប្អូនឃើញអក្សរដាក់ថាកំពុងប្រើព័ត៌មាននេះកន្លែងអក្សរពណ៌បៃតងទូចនេះបងប្អូនចុចកន្លែងឆ្ញាប់ព្រួយនេះខាងនេះមកហើយបងប្អូនចុចពិនិត្យមើលការកំណត់បងប្អូនហើយបងប្អូនទម្លាក់ពីលើនេះមកក្របនេះវិញណាបើយកខាងលើនេះគឺគេផ្សាយពាណិជ្ជកម្មដដែលណាបងប្អូនយកចុចទម្លាក់នៅខាងលើដាក់ខាងលើនេះមកគេស្រាប់បងប្អូនដាក់ខាងក្រោមអញ្ចឹងណាហើយយើងចុចបញ្ជាក់មកឃើញវាលក់អក្សរនេះចេញជាពណ៌ក្រហមហើយបងប្អូន scroll ឡើងទៅលើទៀតមកឃើញអ្នកខ្លះអក្សរពណ៌បៃតងទៀតហើយយើងចុចទៅនេះមួយមកហើយទម្លាក់ម្ដងទៀតបងប្អូនមើលម្ដងហើយម្ដងទៀតបងប្អូនណាបើបងប្អូនអត់ចំណាំទេអាចមើលតាមនេះយឺតធ្វើវីដេអូយឺតទេហើយយើងថយមកក្រោយវិញបងប្អូនណាហើយនេះចោលមួយទៀតបងប្អូនណាដាក់ថាព័ត៌មានដែលកំពុងប្រើព័ត៌មាននេះដដែលបងប្អូនយើងចុចទៅនេះមួយមកបកមួយមកហើយយើងទម្លាក់ខាងក្រោមមួយទៀតហើយចុចបញ្ជាក់ម្ដងទៀតហើយយើង scroll មកលើមកមើលទៅវាអស់ហើយណាហើយបងប្អូនបាច់ចុចទៅនេះទៀតទេណាយើងថយមកវិញមកហើយយើងចុចកន្លែង home វិញមកចុចកន្លែង home ក៏បានចុចស្ងាត់ព្រួយនេះក៏បានយើងចុចកន្លែង home ហើយយើងមើលចូលមើល Facebook យើងវាលាយចេញពាណិជ្ជកម្មមកយើងហ្នឹងបងប្អូនហើយយើងមើលវីដេអូជុកទៅវាលោតពាណិជ្ជកម្មតែខ្លះយើងមើលវីដេអូចេះវាលោតពាណិជ្ជកម្មមកយើងញ៉ៃអញ្ចឹងយើងមើលវីដេអូណាដែលយើងពេញចិត្តទៅវាលោតពាណិជ្ជកម្មមកយើងសូមអរគុណសូមគោរពលាបងប្អូនទាំងអស់គ្នាបើស្រឡាញ់ពេញចិត្តនៅវីដេអូមួយនេះបងប្អូនអាចជួយចែករំលែកទៅដល់បងប្អូនទាំងអស់គ្នាឲ្យចេះដឹងទាំងអស់គ្នាផងណាសូមអរគុណសូមគោរពលា